ថែរក្សាសុខភាពផ្លូវចិត្តគឺជាផ្នែកមួយដ៏សំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អខាងក្រោមនេះគឺជាវិធីសាស្ត្រជាក់ស្ដែងមួយចំនួនដែលអាចជួយអ្នកថែរក្សាសុខភាពផ្លូវចិត្តឲ្យប្រសើរ 1. យល់ដឹងនិងទទួលស្គាល់អារម្មណ៍របស់ខ្លួនកត់ត្រាអារម្មណ៍សរសេរអំពីអារម្មណ៍និងគំនិតរបស់អ្នកក្នុងសៀមថ្នាក់ដើម្បីជួយធ្វើឲ្យអារម្មណ៍ច្បាស់និងស្វែងយល់ពីមូលហេតុទទួលស្គាល់អារម្មណ៍កុំប្រមាថអារម្មណ៍របស់អ្នករាល់អារម្មណ៍មានសារៈសំខាន់ហើយការទទួលស្គាល់វាជាជំហានដំបូងនៃការគ្រប់គ្រងវា 2. ថែរក្សារបៀបរស់នៅដែលមានសុខភាពល្អគេងឲ្យបានគ្រប់គ្រាន់ត្រូវប្រាកដថាគេងយ៉ាងហោចណាស់ 7 ទៅ 8 ម៉ោងក្នុងមួយយប់ដើម្បីឲ្យខួរក្បាលនិងរាងកាយមានការសម្រាកហាត់ប្រាណឲ្យបានទៀងទាត់ការហាត់ប្រាណបង្កើនអរម៉ូនសេរ៉ូតូនីនដែលជួយលើកស្ទួយអារម្មណ៍ល្អហូបអាហារដែលមានជីវជាតិចំណីការហូបអាហារដែលមានតុល្យភាពអាចជួយផ្លាស់ប្ដូរអារម្មណ៍និងថាមពលក្នុងរាងកាយ 3. បង្កើតទំនាក់ទំនងល្អចែករំលែកជាមួយអ្នកដទៃការនិយាយអំពីបញ្ហារបស់អ្នកជាមួយមិត្តភក្តិឬក្រុមគ្រួសារអាចជួយបន្ធូរអារម្មណ៍ស្វែងរកការគាំទ្រកុំខ្មៅអៀនក្នុងការស្វែងរកជំនួយពីអ្នកជំនាញឬក្រុមគាំទ្រផ្សេងៗ 4. អនុវត្តការធ្វើសមាធិការធ្វើសមាធិជួយឲ្យអ្នកប្រមូលអារម្មណ៍និងបន្ធូរភាពតានតឹងដកដង្ហើមយ៉ាងដិតដល់វិធីសាស្ត្រដកដង្ហើមអាចជួយឲ្យអ្នកស្ងប់ស្ងាត់និងផ្ដោតអារម្មណ៍បានល្អជាងមុន 5. កំណត់ព្រំដែននិងរៀនច្បាប់ចេះច្បាប់កំណត់ព្រំដែនផ្លូវចិត្តរៀនច្បាប់មិននៅពេលដែលអ្នកត្រូវការដើម្បីការពារថាមពលផ្លូវចិត្តរបស់អ្នកផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបានកុំខ្វល់ខ្វាយច្រើនពេកអំពីអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរ 6. រកពេលវេលាសម្រាប់សកម្មភាពដែលអ្នកចូលចិត្តធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយដូចជាអានសៀវភៅស្ដាប់តន្ត្រីឬធ្វើដំណើររៀនជំនាញថ្មីការរៀនអ្វីថ្មីអាចជួយលើកស្ទួយអារម្មណ៍នៃការសម្រេច 7. ស្វែងរកជំនួយពីអ្នកជំនាញនៅពេលចាំបាច់ប្រសិនបើអ្នកមានអារម្មណ៍ថាអារម្មណ៍អវិជ្ជមានកំពុងរាំងការរស់នៅប្រចាំថ្ងៃរបស់អ្នកកុំស្ទាត់ស្ទើរក្នុងការតាក់ទងអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត 8. ប្រើប្រាស់យុទ្ធសាស្ត្រគ្រប់គ្រងភាពតានតឹងកំណត់បញ្ហាស្វែងយល់ពីមូលហេតុនៃភាពតានតឹងហើយរកមធ្យោបាយដោះស្រាយប្រើប្រាស់បច្ចេកទេសផ្លាស់ប្ដូរឥរិយាបថរៀនពីរបៀបឆ្លើយតបទៅនឹងស្ថានភាពតានតឹងឲ្យបានមានប្រសិទ្ធភាពសុខភាពផ្លូវចិត្តគឺជាដំណើររបស់មនុស្សម្នាក់ៗហើយវិធីសាស្ត្រនីមួយៗអាចមានប្រសិទ្ធភាពខុសៗគ្នាសម្រាប់មនុស្សផ្សេងៗសំខាន់បំផុតគឺត្រូវយកចិត្តទុកដាក់លើខ្លួនឯងនិងផ្ដោត